ភាគីថៃអះអាងថាការរក្សាវត្តមានកងទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជាគឺស្របតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូយ៉ាងម៉ឺងម៉ាត់ហើយមិនមែនជាការកាន់កាប់នោះទេតើកម្ពុជាមើលឃើញយ៉ាងណាចំពោះការបកស្រាយនេះឆ្លើយតបទៅនឹងសំណួរខាងលើកម្ពុជាក៏សម្គាល់ចំពោះការយោងរបស់ភាគីថៃនៅត្រង់ចំណុចទី2នៃសេចក្តីថ្លែងការណ៍រួមដែលពាក់ព័ន្ធនឹងការរក្សាទុកស្ថានភាពបច្ចុប្បន្នទោះយ៉ាងណាមាត្រានេះមិនអាចញែកដាច់ដោយឡែកពីមាត្រាផ្សេងទៀតបានឡើយពោលគឺវាត្រូវអនុវត្តដោយស្របទៅនឹងចំណុចទី4ដែលកំណត់ឲ្យមានការវិលត្រឡប់ទៅផ្ទះសម្បែងវិញរបស់ប្រជាពលរដ្ឋដោយសុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងគ្មានការរារាំងបច្ចុប្បន្នការបន្តមានវត្តមានរបស់យោធាថៃនិងការបន្តកាន់កាប់តំបន់ស៊ីវិលដូចជាតំបន់បឹងត្រកួនជោគជ័យព្រៃច័ន្ទនិងទីកន្លែងផ្សេងៗទៀតបានរារាំងដល់ការវិលត្រឡប់ទៅផ្ទះសម្បែងវិញរបស់ជនភៀសខ្លួនជាង150,000នាក់គិតត្រឹមថ្ងៃទី15ខែមករាការបន្តដាក់ពង្រាយកងទ័ពដែលគ្មានការកំណត់ដែលរារាំងដល់ការស្ដារឡើងវិញនៃជីវិតស៊ីវិលគឺមានន័យស្មើនឹងការកាន់កាប់មិនថាប្រើពាក្យពេចន៍អ្វីក៏ដោយគេគួរអានសេចក្តីថ្លែងការណ៍រួមជាមួយនឹងការបកស្រាយត្រឹមត្រូវទៅតាមអត្ថន័យនិងស្មារតីរបស់វាដែលតម្កល់អាទិភាពលើតម្រូវការមនុស្សធម៌របស់ពលរដ្ឋជាជាងការយកប្រៀបខាងយោធា